នៅក្នុងថ្ងៃមុនយើងបានស្គាល់ពីប្រាសាទទី1គឺប្រាសាទឯកភ្នំក្នុងខេត្តបាត់ដំបងនៅក្នុងថ្ងៃនេះយើងចូលដល់ប្រាសាទទី2ជាបន្តទៀតដែលប្រាសាទនេះមានឈ្មោះថាប្រាសាទភ្នំបាណន់ប្រាសាទភ្នំបាណន់មានទីតាំងស្ថិតនៅភូមិបាណន់ឃុំកន្ទើ2ស្រុកបាណន់ខេត្តបាត់ដំបងតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានរៀបរាប់ថាប្រាសាទនេះមានរាងជាចតុកោណកែងមានបណ្ដោយប្រវែង60ម៉ែត្រនិងទទឹង40ម៉ែត្រមានប្រាង្គចំនួន5ដែលប្រាង្គ4នៅជ្រុងសងខាងតំណាងឲ្យទិសធំទាំង4ឯប្រាង្គធំកណ្ដាលមានកម្ពស់25ម៉ែត្រតំណាងឲ្យភ្នំព្រះសុមេរុប្រាសាទភ្នំបាណន់ជាស្នាមព្រះហស្ថដ៏ល្អឯករបស់ព្រះបាទឧទយាទិត្យវរ្ម័នទី2ក្នុងគ្រិស្តសករាជឆ្នាំ1050និងបានកសាងបង្ហើយដោយព្រះបាទជ័យវរ្ម័នទី7នៅក្នុងគ្រិស្តសករាជឆ្នាំ1112ប្រាសាទនេះត្រូវបានកសាងឡើងនៅលើកំពូលភ្នំធម្មជាតិកម្ពស់75ម៉ែត្រពីដីដោយប្រាង្គកណ្ដាលកសាងឡើងពីថ្មភក់និងប្រាង្គ4នៅជុំវិញកសាងឡើងពីថ្មភក់លាយជាមួយនឹងថ្មបាយក្រៀមនៅចំផ្លូវឡើងពីទិសខាងកើតជាប្រាង្គទី1ដែលប្រាង្គទី1នេះមានឈ្មោះថាប្រាសាទតាដំបងដែកដែលពីមុនមកមានរូបសំណាកតាដំបងដែកចំណែកឯនៅខាងជើងភ្នំបាណន់មានគូទឹកនិងល្អាងសំខាន់ចំនួន2គឺល្អាងព្រះទឹកនិងល្អាងបិទមាសចំណែកឯប្រាង្គទី2នៅទិសខាងត្បូងមានឈ្មោះថាប្រាសាទទម្លាក់ដូងដែលចាស់បានប្រាប់តគ្នាមកថាប្រាសាទនេះមានល្អាងចុះមកខាងក្រោមតែពុំមានអ្នកណាហ៊ានចុះនោះទេមានតែពិសោធន៍មើលក្នុងពេលបុណ្យទានដែលគេតែងតែយកផ្លែដូងទម្លាក់ចុះក្នុងល្អាងប្រាសាទនោះរួចហើយមករងចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសង្កែដែលមានរូងមួយក៏ឃើញដូងនោះធ្លាក់ចុះមកខាងក្នុងស្ទឹងសង្កែតែម្ដងនៅជើងភ្នំនោះមានរូងជ្រៅធំទូលាយអាចឲ្យមនុស្សចូលទៅបានយ៉ាងស្រួលរូងកោងដូចជាដំបូលទូកមានកន្លែងទឹកស្រក់មានកន្លែងតម្រង់ទឹករាងដូចជាត្បាល់បុកអង្ករទំហំប្រហែលជាប៉ុនល្អីរូងនោះមានទំហំប្រហែល12ម៉ែត្រ4ជ្រុងជញ្ជាំងថ្មពុំមានចម្លាក់អ្វីនោះទេប៉ុន្តែនៅពីខាងត្បូងកន្លែងតម្រង់ទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបែកបាក់ជាច្រើនរូងភ្នំនេះមានពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងតាមរយៈប្រហោងមួយនៅលើដំបូលហើយផ្លូវដែលចូលទៅក្នុងរូងភ្នំនោះមានសភាពតូចដែលអាចចុះបានតែមនុស្សម្នាក់តែប៉ុណ្ណោះព្រមទាំងមានសភាពងងឹតសូន្យសងថែមទៀតផងហើយបើចង់ចូលទៅលុះត្រាណាតែអត់ចន្លោះឬមានឧបករណ៍បំភ្លឺហើយដើរជាជួរព្រមគ្នាទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបានចំពោះប្រាង្គទី3ដែលស្ថិតនៅទិសខាងលិចគឺជាប្រាសាទនារិទ្ធក្នុងប្រាសាទនេះពុំមានអ្វីនោះទេហើយប្រាង្គនេះបានបែកបាក់អស់មួយចំហៀងទៅហើយឯប្រាង្គទី4បែកខាងជើងគឺជាប្រាសាទបន្ទាយទេពដែលអ្នកខ្លះហៅថាប្រាសាទនាងកែវដែលមានជណ្ដាលចាស់សល់កប់ក្នុងដីរហូតចុះក្រោមមកដល់កសិនទឹកឯជើងភ្នំចំណែកឯប្រាង្គទី5ដែលស្ថិតនៅចំកណ្ដាលមានទំហំធំជាងប្រាង្គទាំង4ដែលប្រាង្គទី5នេះមានឈ្មោះថាប្រាសាទពន្រាយហើយព្រះពុទ្ធរូបដែលមានទាំងប៉ុន្មានពីមុនត្រូវប្រមូលយកមកទុកនៅប្រាសាទបាណន់ក្នុងប្រាង្គពន្រាយនេះទាំងអស់តែក្នុងពេលបច្ចុប្បន្នខ្ញុំក៏ពុំទាន់បានដឹងដែរថាព្រះពុទ្ធរូបទាំងនោះនៅមានដល់សព្វថ្ងៃឬយ៉ាងណានោះទេចំពោះប្រាសាទបុរាណមួយនេះគឺជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យដែលបានកសាងឡើងនៅលើកំពូលភ្នំដ៏ខ្ពស់មានប្រាង្គរហូតដល់ទៅ5ដែលសុទ្ធតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅព្រមទាំងបង្ហាញពីគំនិតដ៏អស្ចារ្យក្នុងការសាងសង់ប្រាសាទថែមទៀតផងដែលយើងគ្រប់គ្នាមិនអាចនឹកស្មានដល់ថាវាអស្ចារ្យយ៉ាងនេះហើយភាពអស្ចារ្យទាំងនេះបានបង្ហាញឲ្យដឹងពីសម័យកាលដ៏រុងរឿងនិងបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏ផូរផង់មួយនេះឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញនិងបានស្គាល់គ្រប់គ្នាបច្ចុប្បន្នប្រាសាទភ្នំបាណន់គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដែលមានបងប្អូនជាច្រើនបានទៅទស្សនាកម្សាន្តព្រោះនៅទីនោះក្រៅពីស្នាដៃស្ថាបត្យកម្មប្រាសាទបុរាណដ៏អស្ចារ្យនេះហើយគឺមានទេសភាពយ៉ាងស្រស់ស្អាតដែលអាចឲ្យយើងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធដើម្បីកាត់បន្ថយភាពតានតឹងក្នុងខ្លួនទាំងឡាយឲ្យមានភាពធូរស្បើយឡើងដោយក្តីរីករាយជាចុងក្រោយក៏សង្ឃឹមថាបងប្អូនទាំងអស់គ្នានៅតែបន្តការទៅទស្សនាកម្សាន្តនៅប្រាសាទនេះឲ្យកាន់តែច្រើនឡើង
ដែលការទៅទស្សនានេះក្រៅពីការកំសាន្តផ្សេងៗគឺបានបង្ហាញពីការស្រឡាញ់ថែរក្សានិងលើកតម្កើងពីប្រាសាទបុរាណមួយនេះដើម្បីឲ្យមានភាពល្បីល្បាញជាបន្តទៀតហើយក៏សូមចូលរួមថែរក្សាសម្បត្តិវប្បធម៌ប្រាសាទបុរាណមួយនេះទាំងអស់គ្នាដើម្បីឲ្យប្រាសាទភ្នំបាណន់មានភាពគង់វង្សជានិរន្តរ៍ដល់កូនចៅជំនាន់ក្រោយ។